សួស្តីអ្នកនរគ្នាថ្ងៃនេះយើងvừaត្រឡប់មកដល់វីដេអូទី2នៃការរៀន AutoCAD Basic របស់យើងនេះយើងដល់ការបង្ហាញទាំងអ្វីទៅជា Toolbar និង Command Bar Toolbar ហ្នឹងគឺមានថាសម្រាប់បង្ហាញពីរបៀបដែលយើងប្រើប្រាស់ Command និង Command Bar Toolbar មានថាបង្ហាញផ្ទាំងឧបករណ៍ក្នុងការប្រើប្រាស់ Command ចឹងមានថាផ្នែកខាងលើនេះផ្នែកខាងលើនេះគឺជាគេហៅថា Toolbar ទាំងអស់នេះមានតែគេហៅវាជា Toolbar ហើយដូចជានេះយើងអាចហៅ Toolbar បានដែរវាមានទៅលើការរៀបចំរបស់យើងមួយហ្នឹងហើយតទៅនេះគឺជា Command Bar នេះlà Command Bar ចឹងយើងចាំថា Toolbar និង Command Bar មិនយើងអាចមើលវាបាននៅក្នុង AutoCAD ទាំងអស់នេះគឺជា tool នេះខ្ញុំយកគឺជា Toolbar វាមាន Home Insert Allocate Parametric View Manage Output Add in Collaborate ចឹងនេះ Picture Add Express Toolbar ហ្នឹងគឺជា Toolbar មាន Edit Menu Insert Format Tool Draw អីហ្នឹងហ្នឹងគឺជា Toolbar អីទៅជា Command Bar បានតែគឺវានៅខាងក្រោមនេះគឺជា Command Bar គឺមកថាយើង copy យើងមាន cycle មួយយើងមាន cycle មួយយើងថាយើង copy យើងមិន CO copy ជាចុចមួយនេះវាលោតមក Toolbar អញ្ចឹងវាមាន copy វាមានតែយើង copy tab array ក៏បានដែរវាជាក់ទៅលើ Command Bar វាមួយទៀត Toolbar យើងចាំ comment ឲ្យ Toolbar បាននេះ cycle ដូចគ្នានេះគឺជា Toolbar ឥឡូវយើងទៅការយើងមាន L1 ជានៅការវាស់ខ្នាតទាំងអស់នេះគឺជា Toolbar ដើម្បីវាស់ទៅការវាស់តត្រង់ហ្នឹងទៅតែយើងមើលឃើញតែវា scale ទៅតមកកំណត់ខ្នាត dimension របស់វាអញ្ចឹងវាលោតជាខ្នាត dimension ផ្សេងរបស់វាដល់ទៅពេលឥឡូវផុតពី Command Bar Toolbar ហើយយើងចូលមកដល់ចំណុចមួយទៀតគឺចំណុចទី5បង្ហាញអំពី Object Snap អីទៅជា Object Snap នេះគឺមានសារៈសំខាន់ក្នុងការចាប់ចំណុចរបស់វត្ថុឬ Object ជាច្រើនពេលហៅ Command ណាមួយមកបាននឹងមាននិមិត្តសញ្ញាខុសៗគ្នាដែលអាចចុច F3 ក៏បានយើងអាចចុច OS ក៏បានចំណុចនេះឆ្លើយហើយបានយកទៅការប្រើ Object Snap នេះ Object Snap នេះគឺយើងត្រូវការប្រើដើម្បីយើងងាយស្រួលក្នុងការចាប់វាស់យើងនឹងយក AutoCAD វិញតែយើងមាន cycle ដែរអញ្ចឹងយើងបើយើងចាក់នេះទៅយើងអត់មាន Object Snap ទេយើង click អស់យើងមាន Object Snap ទេអញ្ចឹងគឺយើងត្រូវការមក Object នេះយើងអត់មាន Snap ទេអត់មានចំណុចចាប់ទេយើងអាចចាប់ចំណុចវាបានទេពេលយើងចាប់ចំណុចបានទេយើងអាចដឹងថាតើយើងចាប់គឺនៅចំចំណុចកណ្ដាលឬក៏ចំកន្លែងណានៃ Object យើងមើលឃើញយើងអត់ដឹងទេយើងត្រូវការ Object Snap មកយើងទៅ OS Enter ហើយយើង select all ដើម្បីយើងចាប់ Object Snap ហ្នឹងមកដល់ពេលយើង Object Snap វិញយើងអាចចាប់មកយើងដឹងនេះចំណុចកណ្ដាលនៃបំពង់នេះកណ្ដាលអានេះពាក់កណ្ដាលខាងនេះពាក់កណ្ដាលអានេះចំណុចកណ្ដាលចែកវិញអញ្ចឹងគឺយើងសម្រាប់ចាប់វាថាយើងមាន Object ផ្សេងយើងមានអីផ្សេងច្រើនហ្នឹងយើងត្រូវចាប់វាទីយើង rectangle វាចាក់កណ្ដាលកាយយើងត្រូវការមួយយើងដាក់មកមានចំណុចកណ្ដាលមក snap ឲ្យយើង
សុទ្ធជាដើមមិនស្នាប់ឲ្យយើងចាប់អញ្ចឹងវាយើងងាយស្រួលក្នុងការចាប់ដើមវត្ថុមួយយើងមកប្រើប្រាស់ទៅចំទីតាំងយកតែទីនោះចំមានចំក្រានវងអញ្ចឹងយើងបាន8សិនយើងក៏ចាប់ចំច្រកក្រានលេខទីដងឡើងមកយកមកប៉ះនៅលើវងវាលោតអស់ចឹងបានក្រានវងតែករណីថាយើងអត់មាន object snap ទេយើងនឹងការចាប់សកម្មមួយយើងចង់ឲ្យយើងចង់មើលខិតអានេះមកពីរកទីដងនេះចេញពីហ្នឹង50%តែយើងដឹងថាប្រហែលទៅកដារកទីដងចេះយើងមានតែព្រិចមើលហើយយើងស្មានចេញវិញដល់ពេលចូលដល់វងយើងពិបាកដាក់ចាំតែមិនទៅចាំពីក្រាននេះវាពិបាកក្នុងការគូអញ្ចឹងគឺយើងទៀមទាត្រូវការប្រើ object snap ដល់ពេលយើង object snap យើងមានស្រួលតែហើយយើងការមួយចេញយើងចេញយើងត្រូវការ copy យើងត្រូវ copy ចក្រកោណចៃនេះឲ្យមាននៅជុំវិញវងយ៉ាងទៀតអត់ចំមានជុំវិញវងដល់ពេលដែលវាអញ្ចឹងមកគឺយើងងាយស្រួលក្នុងការចាប់យើងងាយស្រួលក្នុងការធ្វើនេះដើម្បីយើងចាប់ទៅត្រឹមតែយើងអត់ចិត្តស្មារតីយើងចាប់ទៅគឺមិនយ៉ាងវាពិបាកក្នុងការចាប់យើងត្រូវការស្មានត្រូវការចាយពេលយើងមាន object snap ងាយស្រួលក្នុងការធ្វើការរបស់យើងវាអត់ពិបាកក្នុងការធ្វើការទេ object snap វាមាន endpoint បានថាចាប់ចំណុចបន្ទាត់ឬ object នេះបានថាវាចាប់បន្ទាត់ត្រង់ mid point center node អីហ្នឹងនេះខ្ញុំបានដាក់actual run ទេខ្ញុំបានត្រូវទៅវាមានច្រើនមាន extend ហើយយើង extend តែយើង extend យើងទៅ load បន្តយើងត្រូវការប្រើ object snap ដែរដើម្បីយើងងាយស្រួលក្នុងការធ្វើការងាររបស់យើងហើយតទៅមកទៀតផុតពីនឹងមកយើងចូលដល់ dimension style ការកំណត់ dimension ដូចមុនហ្នឹងយ៉ាងនេះឃើញហើយយ៉ាងណាវាមាន line មួយយើងចង់ដឹង line របស់យើងថាតើ line យើងហ្នឹងគឺវាខ្នាតវាប្រហែលអញ្ចឹងយើងត្រូវការកំណត់តែដល់ពេលយើងអត់បានកំណត់ dimension យើងចាប់ទៅមើលឃើញទេអញ្ចឹងយើងត្រូវការ zoom break នេះអញ្ចឹងវាពិបាកហើយវាជុំលេខវាចេញមកញ៉ែនេះគឺជានេះជា style និងខ្នាត dimension ស៊ីមរបស់ AutoCAD Dimension គេចេញមកញ៉ែហើយវាតូចបាត់មើលទៀតយ៉ាងហើយយើងត្រូវការកំណត់អីគឺកំណត់ dimension style ដែលយើងពេញចិត្តដែលយើងស្រឡាញ់យើងចង់បានវាយកមកប្រើក្នុងការងារជាក់ស្ដែងរបស់យើងអញ្ចឹងណាហើយក្នុងការចូលកែ dimension style ក្នុងការចូលកែ dimension ឬក៏កែ dimension ហ្នឹងគឺយើងប្រើ command d enter ហ្នឹងគឺប្រើសម្រាប់កំណត់ទៅលើຂະຫນាត dimension ទៅលើខ្សែឡាងរបស់ dimension ទៅលើទំហំអក្សរទំហំលេខទៅលើការកំណត់ក្របក្បៀសអីចឹងទៅដល់ពេលហើយយើងចូលចំណុចបន្តចូលទៅដល់ dimension style យើងចុច d enter វាចេញមកវាជា set នេះអីតែយើងឆ្លង current dimension style តើតើឆ្លងគេADIM 5ដល់85នេះយើងជឿ all style ជាគេវាឆ្លង review of ADIM 30នេះគេជាអីហ្នឹងណា set current view modify override compare ដល់ហើយយើងនិយាយទៅលើ current dimension style បានតែបង្ហាញថាប្រើម៉ូដមួយណាតែបានតែយើងបញ្ជាក់ថាយើងប្រើប្រភេទຂະຫນាត dimension
ណាត់ដៃមិនសិនដែលយើងចងទីឥឡូវយើងចងហើយទីឥឡូវនៅក្នុង sample វាជាក់ស្ដែងទីថាយើងចងជាកណាត់ដៃទៅហើយ AD 5 10 15 20ដល់85អញ្ចឹងយើងតែបកคลิกមកយើងចុច select លើ ADIM 30មកគឺវាលោតនៅលើនេះហើយគឺវាលោតបញ្ជាក់ថាយើងគឺយកຂະຫນາດ dimension ហ្នឹងយកមកប្រើប្រាស់ហើយចឹងណាចឹងដល់ទៅពេលចំណុចទី2អ្នកផ្ទះបង្ហាញឈ្មោះអ្នកទាំងអស់នេះហ្នឹងគឺបង្ហាញឈ្មោះຂະຫນາດ dimension ដែលយើងចងហើយគឺយើងកំណត់ហើយដល់ទៅពេលលេខ3នេះលេខ3វាបានថាគឺ all style បានថាគឺគ្រប់ mode គ្រប់ប្រភេទ dimension ដែលយើងចងទាំងអស់គឺបង្ហាញឲ្យយើងទេលេខ4 second នេះដើម្បីកំណត់ dimension យើងប្រើនេះថាយើងពេលខ្លះយើងបង្កើតខ្លួនឯងយើង copy ទៅមកហើយយើងយកពាក្យ second ទៅយើងមកប្រើបានហើយចំណុចទី5 new បានថាយើងចុច new ទៅយើងចូលបង្កើត dimension ថ្មី modify គឺជាការកែសម្រួល override នេះសម្រាប់បង្កើត mode បានចេះបង្កើត mode ឲ្យយើងស្ដាប់ override គឺសម្រាប់បង្កើតຂະຫນາດឬក៏ជាយើងហៅយើងគេថា dimension បដិសន្ធមួយដែលយើងមកប្រើប្រាស់បន្តភ្លាមអញ្ចឹងណា compare នេះគឺសម្រាប់ប្រៀបធៀបតម្លៃនឹងការកំណត់ដែលថា compare លេខ3យើងមាន dimension ច្រើននេះយើង compare ណា dimension 1 2 3 4ហ្នឹង compare ចូលគ្នាប្រៀបធៀបគ្នាដល់ទៅពេលហើយយើងបកចូលវគ្គការបានថាយើងចូលយកពាក្យ new មកបង្កើតនៅ dimension ថ្មីគឺវាលោតចេញមកបែបនេះពាក្យ new មកចូលនេះគឺវាមាន line វាមាន symbol and arrow type with primary unit អានេះគេខណ្ឌ unit នេះពីអានបាត់ទេដល់ពេលយើងចូលពាក្យ line យើងមានពាក្យ dimension line color line type line weight extend ଠିକនេះហើយមួយទៀត baseline space បានន័យថា dimension line កំណត់ຂະຫນາດ dimension ណា color នេះ color មានថាយើងកំណត់ពណ៌របស់ line យើងយកពណ៌អីយើងពណ៌ខំពណ៌ខៀវពណ៌លឿងយើងទៅពណ៌យើងស្រឡាញ់ line type នោះមានថាគឺកំណត់ទៅលើប្រភេទរបស់ខ្សែ line ຂະຫນາດ dimension យើងចង់យកជាប្រភេទខ្សែជាប់ក៏បានយើងចង់យកជាប្រភេទខ្សែដាច់ក៏បានមួយទៀត line weight បានថាកំណត់ទៅលើកម្រាស់របស់ຂະຫນາດ dimension មួយយើងកំណត់ថាយកវាក្រាស់ឬក៏យកស្ដើង extend នេះអានេះវាជាមិនអីទេអានេះពាក្យហ្នឹង extend យើងthíchនេះបានថាសម្រាប់កំណត់ខ្ទង់កំណត់បន្ទាត់របស់ line លយចេញអាចប្រហែលជានេះជាប្រហែលជានេះទៅនោះចំណែកយើងចូលសាររបស់គ្នាតទៀត baseline space បានកម្រិតយើងចាប់ច្រើនទៅយើងដក clear យើងចាប់ដក clear គ្នាមកអីមកអញ្ចឹងដល់លេខ2 extend line វាអត់មានអីច្រើនទេវាតកតងមកការកំណត់ពណ៌របស់ line តកតងនឹងការកំណត់កម្រាស់របស់ line និងប្រភេទរបស់ខ្សែ line ដល់ទៅពេលបន្តមកទៀតយើងចូលមកលើការកំណត់ symbol ពីកំណត់ symbol ហ្នឹងយើងចូលដល់ចំណុចទី2ហើយទី2យើងកំណត់ symbol គឺបានអានេះ arrow head ហ្នឹងគឺតកតងជាមួយនឹងប្រភេទក្បាលចាប់ខ្វែងចឹងអាហ្នឹងឯងយើងកំណត់វាយើងចុចមាន first ខាងនេះ second ខាងនេះនេះក៏ដែរហើយនេះតកតងមួយការកំណត់ size
យើងភាសាយើងមកដែរណាតាមតែយើងស្រឡាញ់យើងអាចកំណត់ប្រើសំស្របទៅតាមការងាររបស់យើងមួយលេខ2 center mark លេខ2 center mark ហ្នឹងណាយើងនោះយើងអត់បង្ហាញទេមកយើងបង្ហាញសញ្ញាខ្វែងបើថា center mark ហ្នឹងពេលដែលយើងចាប់ខ្នាត dimension ទៅវាយើងយកពាក្យណាន់ដល់បង្ហាញទេតែពេលយើងចាប់ខ្នាត dimension ចប់គ្នាដល់ពេលយើងមកគាត់គឺវាបង្ហាញបន្តសញ្ញាខ្វែងឡើងវាបង្ហាញសញ្ញាខ្វែងនិងបន្តលើអូខេបន្តមកទៀតលេខ3 dimension break មានបន្តនេះតែបន្តខ្សែសម្រាប់តែbreak size ណាគឺទំហំនៃការផ្ដាច់បន្តទៅប្រើប្រាស់លេខ4 align symbol ការកំណត់និមិត្តសញ្ញារបស់ប្រព័ន្ធភ្លើងវាយអីចឹងទៅបន្តមក text ទៅតាមកំណត់អក្សរទៅតាមកំណត់អក្សរវាមាន font អក្សរយើងអាចឆ្លាញ់ font អីយើងអាចឆ្លាញ់យើងអាចកំណត់ color អក្សរ fill color នេះមកយើងbackground ក្រោយអក្សររបស់យើងដាក់ឬក៏អត់អានេះតើតើជាមួយនឹងទំហំកំពុងអក្សរអីចឹងទៅដល់ពីវាមាន vertical horizontal view direction offset dim line vertical horizontal បើថា vertical យកកដាលទៅខាងលើđó horizontal យកកដាលទៅ align with dimension line យ៉ាងណានេះបើយ៉ាងណានេះ text style សម្រាប់ជ្រើសរើសប្រភេទអក្សរ text high សម្រាប់ដាក់កម្ពស់អក្សរ text color ជ្រើសរើសពណ៌អក្សរ fill color សម្រាប់ឆាត់ពណ៌អក្សរមកថាដាក់ពណ៌អក្សរថែមទៅវិញដល់ frame and around text នេះសម្រាប់ដាក់សុំជុំវិញអក្សរ text placement vertical នេះសម្រាប់កំណត់អក្សរនៅលើកដាលលើក្រោមហើយខ្ញុំនិយាយនេះណា vertical ហ្នឹងអក្សរអាចដាក់នៅកដាលលើក្រោម horizontal មានកំណត់ថាវានៅពីឆ្វេងឬស្ដាំ view direction នេះវាប្រូទិសដៅប្រូទៅខាងណាលេចកាត់ជើងបងហ្នឹងទៅ offset from dim line នេះកំណត់គម្លាតដែរគម្លាតអក្សរតទៅទៀត text alignment horizontal នេះកំណត់រៀងតាម model align with dim line ស្របតាម dim line របស់យើងកំណត់ ISO standard នេះរត់តាម update ឬឈរដោយស្វ័យប្រវត្តិអានោះវាតាមការឆ្លងចូលចិត្តរៀងខ្លួនហ្នឹងពេលយើងបង្កើតតនេះតទៅ fit នេះមានចូល fit មកមានតែច្រើនមាន1 2 3 4តែនេះពេលយើងកំណត់ទៅគេវាលុបបង្ហាញនៅលើនេះពេលយើងបង្កើត dimension ណាហ្នឹងលុបបង្ហាញបច្ចេកវិទ្យានេះលើហ្នឹងហើយអញ្ចឹងតចូលមក fit option ហ្នឹងបើមានកន្លែងគ្រប់ក្នុងការដាក់អក្សរនិងសញ្ញាប្រួយនៅចន្លោះ X line ទេត្រូវទាញចេញក្រៅមុនគេទេបើណា extend or arrow by speed អក្សរនិមិត្តសញ្ញាប្រួយមុនអក្សរមុន dot text and arrow ទាំងអក្សរទាំងសញ្ញាប្រួយនិងការកំណត់ style យ៉ាងស្រឡាញ់ always keep text between X line អក្សរនៅចន្លោះ X line ចំណិចយ៉ាងដែរ suppress arrow if they don't fit inside X line យ៉ាងណាក៏ដោយឲ្យតែសញ្ញាប្រួយនៅចំចន្លោះplacement មានការកំណត់អក្សរមិននៅទីតាំងដើមមាន beside us dimension line ដាក់ជំហាន dim line over dimension line with header ដាក់ក្រៅ dim line ដោយមានព្រួយបង្ហាញ over dimension line with the
đã trao đêm lá đo khi sinh nhật của mình hay anh lệ phí cái trong này là này trong này là nạt bây giờ chạm cầm nòng á bây giờ chạm cầm nòng tới như vậy dòng 4 ký 7 đưa tại tông mình là đã bây giờ bị option này thì mình một bị đẹp luôn đây tông mà tiếp trong lệnh bày scale more dimension feature giúp overall scale of Ramistan đủ các cầm nọt này primary unit nên cầm nọt này với extra để unit format cầm nọt này mà bị mát in như vậy đây mình nhớ rồi như unit format precision cầm nọt cho một câu hàng cao cho biết nhẹ precision này như là hàng cao cho biết nhưng mà câu tam ca slide và dây người ta tại một cái round of ca bằng cột tổng như một cột bảy đấy là bây giờ một cột làm cột chọn lên đây reflect so nó một so nó một so ai đây reflect so nó bị cài scale vector mesh tan mesh commit đã có cái môi lắm vector cho đã scale lại mesh tan môi là 2 rồi môi là 3 rồi môi là 28 đây lại nằm đó nhưng tự tơ chừng môi nhưng ta hiện cho nó hết rồi là cả đại mình xem trên đây mà này là mình đế in thở đi tự tơ mình hết giờ giờ lại giờ toàn cả đều bằng với giờ toàn cả toàn mình này thì là đây mình xem mình biết rồi nhé rồi nhảy mình xin lỗi lại rồi để tự tơ mình all style bây giờ hiện mình có mình all style rồi này mình xem đạt được all style thì mình sẽ ra những menu modify người ta thì được nhiều nhớ cái thôi như này new style name để cho cả dimension nào thì lấy dây đặt môi lên hay là sập standard rồi mình phân nhiều tạo là bây giờ cả đấy đã toàn lái như đã toàn luôn còn lợi đây giờ còn lợi giờ có khó đây nhé nữa anh đi những luật mà họ line nữa thì thấy là line nhiều khối lượng mà họ đã toàn line thái cho bạn ấy cho bạn đặt để tôi chết đưa được bài này giờ đấy còn ra là như trong game man rồi đây cái son pram để tôi nó cùng liệt đấy rồi thì hai trong game man thì thầy đó rồi để tôi nó còn lời trong cái lời bỏ lên cái sai số extension line sai đến lôi ấy em giờ bỏ lên giờ bỏ khiếu thì bỏ khiếu đó với line sai line tìm mùi sai line tìm muối bài là giờ đến như bài là cái bài lọc như anh em bạn mua này đấy rồi là tôm thì môi lên ca cái nào là phải line chứ đi chợ tôm người ca cái nào symbol dễ có cái khả này đó như giờ cái tịch đấy đấy nè cái tịch đây như trong như mà việc này thì giờ mùi để hả giờ mùi thì giờ mùi kim thông ấy giờ mà đây giờ son trên pì những cái chân mà để tôi bây giờ bảo như là hàng lớn ao rồi cho tiếp below là một thằng crown bây giờ center tới bây giờ bị chẳng lợi hồi thằng tho này cái gì giờ nó cho để
về làm để là để cho cần để nó do trong cả đá cây bị ấp vậy thì đi chợ to đặt người là càng càng chế càng làm tọt giống đó hoặc người tiên đi textile yang pilih filter textile yang chạy giờ đi mà giờ là giờ cái giờ theo Euroman giờ đặt từ phố với giờ phi trực phi phố video giờ phi rồi chạy mở chạy lao ra như thế thì tao cài cái cho mà cài mà đặc biệt không bị dâm rồi đây không standard đã xuống cái bàn này vậy nên trong nó để giờ bị nhú của bạn đã nhú đã xuống hết giờ cái nào ta đi bạn đã xuống hết để nó standard mà đi cái ca ba nó đi này ban đi này mà chạy standard đi này chạy này ta tiền đã tao thấy cho là trong cái bộ to như trong cái bộ ấy cái bộ khiêu ấy bộ khiêu này phía color mà là background bỏ đi này bỏ sò nữa người Việt là còn bỏ khiêu đặt một cái fit để cho tao em lên mà cho thật nó bao đây là tương tự nó mấy cái gì vậy các bạn giờ rồi cho nhẹ là được scale người ta dân một cạn mua là hai sắc là đi chơi thằng là hai sắc thế người ta cần học đi lên thì nữa bây giờ sớm đó mình ở đây bọn mình đây cần học thì ok nó thì sẽ chạy nhất mùi lại hai sắc bây giờ điểm chặt bây giờ mình nữa bây giờ rồi mình rồi nhẹ mình về mình thùng chẳng phải thùng có người ta vậy cả dùng một đi khoái để mình là sò bây giờ so trong mùi không sao mới từ thì nếu giờ mày giờ modify mấy để trở lại bắt đầu mà không cái dâm rồi này một lịch video sắp lên 10 mà nói anh thì đây là
mình học bây giờ giờ mình chỉ học dân cho standard đúng không dân lệ tâm hồn mình bị bị tổng ta về những ta ca những ta theo ta về dân bây giờ bị hạt sốc tình bóng chiên này đi trong đâu mình không dùng là modify thôi tập ban thôi ủa đó nó nghe na nó nghe thở vì 100 thà đẹp lắm cái tranh màu đánh đập bên trong đâu còn lỡ vậy ở trong đặt mình phải là nằm cái gọn nhẹ này nói trong đâu còn lời đấy giờ trên trong đâu là còn không là bài là giờ thế này là chạy dùng là giờ xón một chắc trên tập tập lấy trên tam là giờ cầm mặt tránh nè nhưng mà không giờ khỏi có kêu nữa giờ có xoay đây dễ là chuyện ok anh ấy chào tạm biệt các bạn bài mình